ចាសសូមអនុញ្ញាតលំអរកាយគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះអង្គវ៉ាន់ធូសូមលើកយកគន្លឹះងាយៗដើម្បីឲ្យបេះដូងមានសុខភាពល្អសូមកុំអូសរំលងវីដេអូនេះប្រសិនបើអ្នកចង់រក្សាបេះដូងរបស់អ្នកឲ្យមានសុខភាពល្អត្រូវមានចលនានៃការលេងកីឡានិងការរត់ជួយឲ្យបេះដូងរបស់អ្នករឹងមាំកុំភ្លេចផឹកទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃទទួលទានអាហារដែលផ្ដល់សុខភាពជានិច្ចដូចជាសាច់ត្រីបន្លែនិងផ្លែឈើស្រស់ពួកវាថែមទាំងមានរសជាតិឆ្ងាញ់ទៀតផងការសម្រាកឲ្យបានគ្រប់គ្រាន់សូម្បីតែកងទ័ពដែលខ្លាំងពូកែបំផុតក៏ត្រូវការសម្រាកដែរការគេងគឺជាការសម្រាកដ៏ល្អបំផុតសម្រាប់បេះដូងការជ្រើសរើសរបបអាហារបានត្រឹមត្រូវគឺជាចំណែកដ៏សំខាន់បំផុតក្នុងការការពារបេះដូងឲ្យរឹងមាំនិងជៀសផុតពីជំងឺផ្សេងៗលោកអ្នកគួរតែហូបអាហារដូចខាងក្រោមនេះគឺជាអាហារល្អបំផុតដែលអ្នកគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ1បន្លែបៃតងប្រភេទស្ពៃខ្មៅ spinach ផ្កាខាត់ណាខៀវ broccoli និងបន្លែស្លឹកបៃតងផ្សេងអត្ថប្រយោជន៍សម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែដែលជួយការពារសរសៃឈាមអាតេនិងជួយឲ្យសម្ពាធឈាមដើរស្រួល2ត្រីដែលមានជាតិខ្លាញ់ omega 3 ប្រភេទត្រីសាម៉ុង salmon ត្រីធូណា tuna ឬត្រីដែលមានស្រទាប់ខ្លាញ់ច្រើនអត្ថប្រយោជន៍ជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាមនិងកាត់បន្ថយការរលាកក្នុងសរសៃឈាមបេះដូង3គ្រាប់ធញ្ញជាតិនិងគ្រាប់ផ្លែឈើប្រភេទគ្រាប់ស្វាយចន្ទីគ្រាប់ almonds និងគ្រាប់ walnuts អត្ថប្រយោជន៍សម្បូរទៅដោយជាតិសរសៃ fiber និងខ្លាញ់ល្អដែលជួយកាត់បន្ថយកូលេស្តេរ៉ុល4ផ្លែឈើស្រស់ប្រភេទផ្លែ berries ផ្លែ ber avocado និងផ្លែឈើដែលមានរសជាតិជូរអែមអត្ថប្រយោជន៍មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជួយការពារបេះដូងពីការខូចខាតកោសិកា5ធញ្ញជាតិទាំងមូល whole grains ប្រភេទអង្ករសម្រូបស្រូវសាលីនិងពោតអត្ថប្រយោជន៍ជួយបញ្ចុះសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង6ខ្ទឹមអត្ថប្រយោជន៍ខ្ទឹមមានសារធាតុ olesin ដែលជួយបញ្ចុះសម្ពាធឈាមនិងការពារកុំឲ្យឈាមកកក្នុងសរសៃឈាមដំបូន្មានបន្ថែមក្រៅពីការញ៉ាំអាហារល្អអ្នកគួរតែកាត់បន្ថយការញ៉ាំប្រៃខ្លាំងផ្អែមខ្លាំងនិងអាហារដែលមានខ្លាញ់កក់ច្រើនសូមអ្នកទស្សនាទាំងអស់គ្នាមេត្តាជួយចុច like share និងជួយ follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនិងចែករំលែកដល់មនុស្សជាទីស្រឡាញ់ផ្សេងទៀតបានដឹងផងដែរសូមអរគុណ